បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះ330ប៉ុង2គាត់ជិះអត់មើលប្រេងប៉ុងធ្វើឲ្យគាំងប៉ុងដាច់កលេក្រោយសំណាងហើយខ្ញុំអត់មានគ្រោះថ្នាក់ហើយគាត់យកមកឆាយទៀតពាក់ព័ន្ធម៉ាស៊ីនគាត់ហ្នឹងក៏រៀបជ្រាបទឹកតាមក្បាលកន្លះហើយនឹងជ្រាបប្រេងសឹងគ្រប់កន្លែងហើយលន់លឺឥឡូវហ្នឹងគឺគាត់សម្រាប់ចិត្តដូរម៉ាស៊ីនថ្មីទៅព្រោះឡានវាមើលទៅវាចាស់ដែរហើយសម្រាប់ឡាន330នេះគឺគាត់ធ្វើកៅនេះពាក់ព័ន្ធនឹងកស៊ូម៉ែតកស៊ូកលេហើយនឹងហ្វឺតកលេអីភាសាវាដាច់ធ្វើការប្រាប់ដូរហើយនឹងគាត់ឆែកប្រេងហ្នឹងឲ្យយើងការពារទៅបងប្អូនអរគ្នាសម្រាប់ទីតាំងរបស់ខ្ញុំគឺនៅទីតាំងផ្លូវលេខ19ផ្ទះ 194A ទល់មុខហ្នឹងនៅបរិយាភូមិឆ្កាដូវមួយហើយសិនបងប្អូនចង់មានបញ្ហារថយន្តពាក់ព័ន្ធបបលេខម៉ាស៊ីនអីបងប្អូនអាចយកមកខាងយន្តឋានយើងបាន